ក្មេងប្រុសម្នាក់ចូលទៅបរបាញ់សត្វនៅខាងក្នុងព្រៃគេរីករាយខ្លាំងមែនតើគេលោតតាមសត្វអាកណ្ដូបនៅខាងក្នុងព្រៃគេលោតផ្លោតគេរីករាយគេសប្បាយចិត្តគេត្រីអគេសប្បាយចិត្តណាគាត់តែចូលមកដេញអាសត្វកណ្ដូបនឹងមានតន់ណាគេមួមកបាញ់អាធ្នូនឹងរបូតខោអីយ៉ាលើខោស្និទ្ធស្រួលហើយបាញ់ទៀតបាញ់ត្រូវបាអាសត្វកណ្ដូបនឹងព្រោះទឹកមាត់ដាក់អាសត្វកណ្ដូបនឹងរត់បាត់ហើយក៏បានឃើញអាវងសត្វទាំងអស់នៅខាងក្នុងព្រៃសើចំអកតែក្មេងប្រុសម្នាក់ហ្នឹងកាន់អាធ្នូនឹងដេញតាមបាញ់ទៀតណាបើញ៉ាសត្វនៅខាងក្នុងព្រៃពួកនឹងរត់ចាយជើងគ្នាព្រាតនៅតែអាសត្វទន្សាយមកក្បាលដែលរត់អត់រួចមានគេសប្បាយចិត្តគេត្រីអគេបានកាន់អាធ្នូនឹងរៀងនឹងបាញ់អាទន្សាយនឹងញ័រក៏អាចភ័យផងស្រកទឹកភ្នែកផងអញ្ចឹងណាក្មេងប្រុសម្នាក់ហ្នឹងគាត់ឃើញបែបហ្នឹងគេថាអត់ចង់សម្លាប់សត្វដែលគ្មានអាវុធនៅខាងក្នុងដៃទេគេថាអត់ទេគេបានយកអាធ្នូរបស់គេយកអាទន្សាយហ្នឹងគេថាមកបាញ់ទល់មុខគ្នាអញ្ចឹងណាគេដើម្បីប្រយុទ្ធគ្នាគាត់ថាងាកមកវិញរៀបបាញ់អាទន្សាយណាទន្សាយទៅធ្លាក់អាធ្នូហ្នឹងអាទន្សាយទៀតបាញ់ធ្នូគេមើលទៅគេខឹងមួម៉ៅមែនតើក្មេងប្រុសម្នាក់ហ្នឹងខឹងយកតែមែនតើដេញអាទន្សាយហ្នឹងទៅបាត់ទៀតគេខឹងមួម៉ៅខ្លាំងពេកគេកាច់បាក់អាធ្នូនឹងចោលកាច់បាក់ធ្នូកាច់អីគេខឹងពេកដើរឃើញអាដានជើងលប្រព័ន្ធណានៅចំដានជើងអីគេដានជើងគេឆ្ងល់គេហាត់គេមើលអញ្ចឹងណាតាមអាដានជើងហ្នឹងអាខ្លាឃ្មុំនៅពីមុខគេតាមដានជើងរបស់ឪពុករបស់គេតាមរោដែរអញ្ចឹងណាវាក់ជួបមុខគ្នាភ័យមកភ័យទាំងសងខាងចែកជើងគ្នារត់យកក្មេងប្រុសម្នាក់ហ្នឹងចំគេថាចាយ៉ានេះខ្លាចដេញតាមមករត់យកដេញតាមចាប់អាកូនខ្លាឃ្មុំមកដេញយកវាក់បុកជាមួយណាខ្លាឃ្មុំនៅពីមុខលប្រព័ន្ធណានេះគេថាចំធំមកចកុំវែងអត់ស្រួលអាខ្លាឃ្មុំមកបានកដាស់ក្មេងប្រុសម្នាក់ហ្នឹងគាត់ឃើញបែបនេះដើរថយយកអាខ្លាឃ្មុំមកហៀទឹកមាត់ឃ្លានណាអាសត្វនៅខាងក្នុងព្រៃគាត់ឃើញបែបនោះចង់ជួយក្មេងប្រុសម្នាក់ហ្នឹងមករកវិធីដើម្បីជួយគួស្គោគួអីទុងតាំងដើម្បីស្រែកហៅគ្នារបស់គេចេញមកជួយហើយក្មេងប្រុសម្នាក់ហ្នឹងព្យាយាមរត់យកគេឃើញបែបហ្នឹងគេយកអាវ៉ាន់ដើម្បីតាក់ជើងអាខ្លាឃ្មុំជួយក្មេងប្រុសម្នាក់ហ្នឹងតាក់ជើងតាក់អីមកខ្លាឃ្មុំដេញតាមដេញយកអញ្ចឹងណាក្មេងប្រុសម្នាក់ហ្នឹងព្យាយាមរត់ទៀតរត់របូតខោរបូតអីរបល់កាច់យករបូតខោទៀតអត់ស្រួលទេដាក់ដើមឈើដាក់អីឲ្យក្មេងប្រុសម្នាក់ហ្នឹងតោងអាដើមឈើនោះខ្លាឃ្មុំលោតអីទៅក្មេងប្រុសម្នាក់ឡើងលើដើមឈើទៀតអាខ្លាឃ្មុំឡើងអីមើលទៅអត់ស្រួលពួកអាសត្វនៅខាងក្រោមខំដើមឈើហ្នឹងមកហៀបនឹងវាយក្មេងប្រុសម្នាក់ហ្នឹងដើមឈើហ្នឹងចាប់ដើមបាក់ចុំបាក់ដើមឈើបាក់អីអត់ស្រួលទេមានអាសត្វនៅខាងលើចាប់ដើមចាប់ក្មេងប្រុសម្នាក់ហ្នឹងបោះពីមួយកន្លែងទៅមួយកន្លែងអាកូនសត្វព្រៃព្យាយាមជួយក្មេងប្រុសម្នាក់ហ្នឹងដើម្បីនាំគេចាក់ចេញពីព្រៃវិញអញ្ចឹងគេថាអត់ស្រួលទេអត់ឲ្យក្មេងប្រុសម្នាក់ហ្នឹងរស់នៅខាងក្នុងព្រៃទេអាខ្លាឃ្មុំដេញតាមទេអាកលបល់កាច់នេះដេញយកពួកគេខំអាដើមឈើហ្នឹងទម្លាក់ដើម្បីស្កាត់មុខហាមខាត់ជាមួយនឹងអាខ្លាឃ្មុំហ្នឹងទម្លាក់ប៉ងពួកគេបំវាយដានទៀតដាក់ដើមឈើដើម្បីបំវាយដានអាខ្លាឃ្មុំរត់ខុសផ្លូវអញ្ចឹងណាគ្រាន់តែអាខ្លាឃ្មុំរត់ខុសផ្លូវហើយភ្លាមពួកគេទាំងអស់គ្នាបានជូនក្មេងប្រុសម្នាក់ហ្នឹងចាក់ចេញពីព្រៃភ្នំតែម្ដងមកអត់ឲ្យគេចូលមកខាងក្នុងព្រៃភ្នំវិញទេដោយសារតែនៅខាងក្នុងព្រៃភ្នំហ្នឹងមានគ្រោះថ្នាក់ជាច្រើនអញ្ចឹងណាអាសត្វតូចជាច្រើនណាបានជួយក្មេងប្រុសម្នាក់ហ្នឹងចាក់ចេញពីព្រៃវិញតែម្ដងមកក្មេងប្រុសម្នាក់ហ្នឹងសប្បាយចិត្តរីករាយដែលបានរាប់អានជាមួយនឹងសត្វនៅខាងក្នុងព្រៃ